ការទិញយន្តហោះចម្បាំង J-10C ពីប្រទេសចិនគឺជាប្រធានបទក្នុងការវិភាគយ៉ាងទូលំទូលាយក្នុងវិស័យការពារជាតិរបស់កម្ពុជាហើយនេះជាមូលហេតុសំខាន់ដែលអ្នកជំនាញយោធាតែងតែលើកឡើងសមត្ថភាពពហុបំណងកម្រិតខ្ពស់ J-10C ជាយន្តហោះចម្បាំងចំនួនទី 4.5 ដែលបំពាក់ដោយរ៉ាដា AESE ទំនើបអាចចាប់គោលដៅបានឆ្ងាយនិងមានភាពសក្តិខ្ពស់វាមានសមត្ថភាពអាចធ្វើឲ្យការវាយប្រហារបានទាំងលើអាកាសលើដីគោកដែលជួយឲ្យកម្ពុជាមានយន្តហោះតែមួយប្រភេទតែអាចបំពេញភារកិច្ចបានច្រើនមុខតម្លៃសមរម្យនិងលក្ខខណ្ឌងាយៗការប្រៀបធៀបជាមួយយន្តហោះចម្បាំងរបស់លោកខាងលិចដូចជា F-16 របស់សហរដ្ឋអាមេរិកឬ Rafale របស់បារាំង J-10C មានតម្លៃទាបជាងឆ្ងាយទាំងតម្លៃទិញនិងតម្លៃថែទាំចិនតែងតែផ្ដល់នូវលក្ខខណ្ឌហិរញ្ញវត្ថុឬកម្ចីដែលមានភាពបត់បែនសម្រាប់ប្រទេសជាមិត្តដែលស័ក្តិសមនឹងកញ្ចប់ថវិកាការពារជាតិរបស់កម្ពុជាទំនាក់ទំនងយុទ្ធសាស្ត្រនិងការគាំទ្របច្ចេកទេសកម្ពុជានិងចិនមានទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធរួចជាស្រេចក្នុងការប្រើប្រាស់យន្តហោះចម្បាំងចិននឹងជួយការវឹកវើនិងការផ្គត់ផ្គង់គ្រឿងបន្លាស់មានភាពងាយស្រួលនិងរហ័សចិនមិនសូវដាក់លក្ខខណ្ឌនយោបាយស្មុគស្មាញក្នុងការលក់អាវុធដូចជាប្រទេសលោកខាងលិចឡើយដែលធានាបាននៅវត្ថុធាតុដើមនិងការជួសជុលមិនត្រូវបានកាត់ផ្តាច់ក្នុងកលៈទេសៈណាមួយការធ្វើទំនើបកម្មការពារដែនអាកាសបច្ចុប្បន្នកងទ័ពអាកាសកម្ពុជាត្រូវការយន្តហោះចម្បាំងទំនើបដើម្បីការពារអធិបតេយ្យភាពដែនអាកាសបន្ទាប់ពីការឈប់ប្រើប្រាស់យន្តហោះចាស់ការមានយន្តហោះដែលមានល្បឿនលឿនជាងសម្លេងនិងបច្ចេកវិទ្យាបាញ់មីស៊ីលចម្ងាយឆ្ងាយនឹងជួយលើកកម្ពស់ឥទ្ធិពលយោធាកម្ពុជាក្នុងតំបន់ភាពងាយស្រួលក្នុងការផ្លាស់ប្ដូរពីបច្ចេកវិទ្យាចាស់ដោយសារកម្ពុជាធ្លាប់ប្រើប្រាស់ប្រភេទយន្តហោះបច្ចេកវិទ្យារបស់ចិននិងរុស្ស៊ីដូចជា MiG-21 ឬ MA-60 ការបណ្ដុះបណ្ដាលអ្នកបើកបរនិងជាងជួសជុលឲ្យមកប្រើប្រាស់ J-10C អាចនឹងមានភាពងាយស្រួលជាងការបដូរទៅប្រើប្រាស់ប្រព័ន្ធយោធារបស់អាមេរិកទាំងស្រុងសរុបមក J-10C គឺជាជម្រើសមួយដែលតុល្យភាពរវាងសមត្ថភាពយោធានិងលទ្ធភាពសេដ្ឋកិច្ចសម្រាប់យុទ្ធសាស្ត្រការពារជាតិរយៈពេលវែងរបស់កម្ពុជាតើបងប្អូនយល់យ៉ាងណាដែរចំពោះមតិដែលបានលើកឡើងរបស់អ្នកជំនាញយោធាខាងលើកុំភ្លេច comment នៅខាងក្រោមវីដេអូហើយជួយ share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន